ក្រសួងសុខាភិបាលបានក្រើនរំលឹកសារជាថ្មីដល់បងប្អូនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នចំពោះជំងឺផ្ដាសាយបក្សីបន្ទាប់ពីកុមារាអាយុ3ឆ្នាំ6ខែស្លាប់ដោយសារជំងឺផ្ដាសាយបក្សីនៅស្រុកចិត្តបុរីខេត្តក្រចេះកាលពីថ្ងៃទី23ខែមីនាឆ្នាំ2025ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានស្តីអំពីករណីក្មេងប្រុសអាយុ3ឆ្នាំ6ខែស្លាប់ដោយសារជំងឺផ្ដាសាយបក្សីនៅថ្ងៃទី23ខែមីនាឆ្នាំ2025ស្ថិតនៅក្នុងភូមិព្រែកតាអាំឃុំបោះលាវស្រុកចិត្តបុរីខេត្តក្រចេះសេចក្តីប្រកាសព័ត៌មាននោះបញ្ជាក់ថាក្រសួងសុខាភិបាលថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិបាននឹងកំពុងសហការជាមួយក្រុមការងារនៃមន្ទីរកសិកម្មខេត្តនិងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ធ្វើការអង្កេតតាមដានស្រាវជ្រាវយ៉ាងសកម្មនៅកន្លែងកើតហេតុដោយយកសំណាក់លើប្រជាជនដែលប៉ះពាល់ជាមួយអ្នកជំងឺនិងបន្តស្វែងរកករណីសង្ស័យនិងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀតក្នុងសហគមន៍ព្រមទាំងបានព្យាបាលដោយឱសថអាមីហ្គោដល់អ្នកប៉ះពាល់ជិតស្និទ្ធនិងធ្វើយុទ្ធនាការអប់រំណែនាំដល់ប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើដើម្បីបង្ការការឆ្លងជំងឺផ្ដាសាយបក្សីក្រសួងសុខាភិបាលបន្តថាសូមក្រើនរំលឹកសារជាថ្មីម្ដងទៀតដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្នជំងឺផ្ដាសាយបក្សីជានិច្ចពីព្រោះជំងឺផ្ដាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋយើងហើយក៏សូមជម្រាបដល់បងប្អូនប្រសិនបើមានអាការៈក្តៅខ្លួនក្អកហូរសម្បោរឬពិបាកដកដង្ហើមនិងមានប្រវត្តិធ្លាប់ប៉ះពាល់ជាមួយមាន់ទាឈឺឬងាប់ក្នុងអំឡុងពេល14ថ្ងៃមុនថ្ងៃចាប់ដើមមានរោគសញ្ញាសូមគុំទៅជួបឬទីប្រជុំជនដែលមានមនុស្សច្រើននិងត្រូវស្វែងរកពិគ្រោះយោបល់និងការពិនិត្យព្យាបាលនៅមណ្ឌលសុខភាពឬមន្ទីរពេទ្យដែលនៅជិតជាបន្ទាន់ជៀសវាងការពន្យាពេលធ្វើឲ្យប្រឈមនឹងហានិភ័យខ្ពស់នៃការស្លាប់បាត់បង់អាយុជីវិតដោយយថាហេតុជំងឺផ្ដាសាយបក្សី H5N1 គឺជាជំងឺផ្ដាសាយមួយដែលជាធម្មតាចម្លងរវាងសត្វបក្សីទៅសត្វបក្សីផ្សេងទៀតប៉ុន្តែជួនកាលវាអាចចម្លងពីបក្សីទៅមនុស្សតាមការប៉ះពាល់ជិតស្និទ្ធជាមួយបក្សីដែលឈឺឬងាប់ជំងឺផ្ដាសាយបក្សីលើមនុស្សជាជំងឺធ្ងន់ធ្ងរដែលតម្រូវឲ្យមានការព្យាបាលនៅមន្ទីរពេទ្យទាន់ពេលវេលាទោះបីជាវាមិនងាយឆ្លងពីមនុស្សទៅមនុស្សប៉ុន្តែបើវាអាចបំលែងខ្លួនអាចឆ្លងដូចនឹងជំងឺផ្ដាសាយតាមរដូវកាលផងដែរក្រសួងបានណែនាំវិធីបង្ការកុំឲ្យឆ្លងជំងឺផ្ដាសាយបក្សីមួយចំនួនដូចជាកុំប៉ះពាល់ទទួលទានមាន់ទាគឺឬងាប់ពាក់ស្រោមដៃម៉ាស់ឬយកក្រមាចងបិទច្រមុះមុនពេលចាប់កាន់មាន់ទាធ្វើម្ហូបរួចហើយស្រុះទឹកក្តៅដាំពុះមុននឹងបោចសម្អាតរោមត្រូវប្រកាន់ខ្ជាប់នៅអនាម័យលាងសម្អាតដៃឲ្យបានញឹកញាប់មុនចាប់កាន់ចំណីអាហារជាពិសេសបន្ទាប់ពីប៉ះពាល់សត្វបោចសម្អាតរោមបក្សីឬវត្ថុផ្សេងៗដែលអាចជាប្រភពចម្លងមេរោគត្រូវចម្អិនម្ហូបអាហារឲ្យបានឆ្អិនល្អមុនបរិភោគជាពិសេសសាច់បក្សីកុំទទួលទានពងមាន់ពងទាជាប់ភ្នៅនិងទុកដាក់អាហារឆៅនិងឆ្អិនឲ្យដាច់ដោយឡែកពីគ្នាសម្អាតសម្ភារៈប្រើប្រាស់សម្រាប់ចម្អិនម្ហូបអាហារឲ្យបានត្រឹមត្រូវប្រសិនបើមានមាន់ទាឈឺឬងាប់នៅក្នុងផ្ទះឬនៅក្នុងភូមិហើយមានអាការៈក្តៅខ្លួនក្អកហូរសម្បោរឬពិបាកដកដង្ហើមសូមប្រញាប់ស្វែងរកការពិគ្រោះយោបល់និងការពិនិត្យព្យាបាលនៅមណ្ឌលសុខភាពឬមន្ទីរពេទ្យដែលនៅជិតជាបន្ទាន់ជៀសវាងការពន្យាពេលធ្វើឲ្យប្រឈមនឹងហានិភ័យខ្ពស់នៃការស្លាប់ជាយថាហេតុអាស្រ័យហេតុនេះសូមសាធារណជនមេត្តាជ្រាបនិងថែរក្សាសុខភាពតាមរបៀបបង្ការខាងលើក្រសួងសុខាភិបាលនឹងបន្តធ្វើការជូនដំណឹងអំពីព័ត៌មានទាន់ហេតុការណ៍អំពីបញ្ហាសុខភាពសាធារណៈតាមបណ្ដាញសង្គមផ្លូវការរបស់ក្រសួងសុខាភិបាលក៏ដូចជាទំព័រ Facebook ផ្លូវការរបស់នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង